កម្ពុជាគ្មានត្រូវការបាត់ត្រូវការទឹកដីណាទេកម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយកម្ពុជាក៏មិនទាមទារយកដីត្រឡប់មកវិញដែរតែកម្ពុជាសូមរក្សាសិទ្ធិការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះមិនឲ្យនរណាផ្សេងមកដណ្ដើមទទួលយកទេកម្ពុជាបានធ្វើការចរចាជាមួយវៀតណាមបោះបកគោលរួចជាស្រេចចំនួន89%រួចតែទៅហើយនៅសល់16%ទៀតកំពុងតែធ្វើការចរចាហើយភាគីទាំងពីរគោរពគ្នាទៅវិញទៅមកកម្ពុជាជាមួយឡាវបានចរចាបោះបកគោលព្រំដែនចំនួន86%ហើយនៅសល់14%ទៀតកំពុងបន្តការចរចាដោយមានការគោរពគ្នាក៏ប៉ុន្តែព្រំដែនកម្ពុជាថៃ25ឆ្នាំគឺអត់តាន់បានធ្វើអីក្រៅតែពីដើររកបកគោលប្រហែលនោះតែប៉ុណ្ណោះហើយចំណុចរសារទាំងប្រហែលគឺបើមិនដោះស្រាយទេរឿងនេះវាជាការបន្តហើយខ្ញុំសូមបញ្ជាក់ថាមិនមែនយកបញ្ហាការប្រឹកប្រាល់មួយនេះហើយបញ្ឈប់នៅកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងថៃលើវិស័យលើគ្រប់វិស័យទៅទៀតរួចមកហើយទេរឿងក្តីគឺក្តីតែរឿងសហប្រតិបត្តិការនៅតែសហប្រតិបត្តិការមិត្តភាពរបស់យើងត្រូវតែមានហើយខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិកុំឈានដល់របៀបរើសអើងជាតិសាសន៍កុំឲ្យមានចំនួនរៀលដាល់ទៅតំបន់ផ្សេងឬផ្ទេរពីផ្នែកយោធាទៅកាន់ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគទេសចរវប្បធម៌ឬវិស័យអប់រំវិស័យដទៃៗទៀតសូមយកចិត្តទុកដាក់ទៅលើបញ្ហានេះខ្ញុំក៏សូមផ្ដល់អនុសាសន៍ចំពោះរាជរដ្ឋាភិបាលផងដែរក្នុងករណីមានចំនួនអាវុធកើតឡើងដែលរឿងនេះកំពុងតែក្តីនៅក្នុងតុលាការឬយើងមិនទាន់ដាក់ពាក្យសូមកុំភ្លេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយដែលធ្លាប់បានធ្វើរួចមកហើយប្រសិនបើមានការបំពេញយើងវាយទប់នៅនឹងកន្លែងក្នុងផ្នែកយោធាប៉ុន្តែការទូតត្រូវតែទម្លាយទ្វារក្រុមប្រឹក្សាសន្តិសុខដោយកាលពីឆ្នាំ2011សូមកុំភ្លេច UNHC ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយក្រុមប្រឹក្សាខ្ញុំសង្ឃឹមថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមុខតែនឹងជួយជំរុញលើកទឹកចិត្តឲ្យមានការដោះស្រាយតាមផ្លូវច្បាប់ហើយផ្លូវចរចានៅផ្លូវច្បាប់កម្ពុជាអត់ចង់មានសង្គ្រាមអីទេសង្គ្រាមមួយលើសពីការគ្រប់គ្រងហើយសម្រាប់កម្ពុជាអត់មានបំណងប្រាថ្នាណាមួយដើម្បីទៅយកទឹកដីណាទេតែសុំរក្សាទឹកដីរបស់ខ្លួនដែលបន្សល់ទុកដោយអាណានិគមនិយមបារាំងហើយដែលបានបន្តដោយព្រះបិតាជាតិព្រះបរមរតនកោដ្ឋយើងអត់ចង់បានពីណាទេព្រោះវិបត្តិអស់ធំណាស់ទៅហើយនៅសល់កូនប៉ុនបាត់ហើយយើងរក្សាប៉ុណ្ណឹងបាត់ហើយកុំទៅចង់រកណាទៀតឥឡូវដោយសារប្រធានបទនេះមិនបានត្រៀមទុកទេតែខ្ញុំក៏មិនស្នើឲ្យចេញសេចក្តីសម្រេចដែរខ្ញុំសូមស្នើសូមឲ្យសមាជរបស់យើងធ្វើសេចក្តីថ្លែងការណ៍មួយដើម្បីនឹងគ្រប់គ្រងចំពោះរាជរដ្ឋាភិបាលក្នុងការនាំបញ្ហាប្រសើរនេះទៅកាន់តុលាការអន្តរជាតិឡាហេដែលយើងទាំងអស់គ្នាទាំងរដ្ឋាភិបាលនិងប្រតិភិជាអង្គតួអង្គគ្រប់គ្រងរាជរដ្ឋាភិបាលដើម្បីថ្ងៃក្រោយគឺជាទឹកតាំងបញ្ជាក់ថារាជរដ្ឋាភិបាលត្រូវបន្តអនុវត្តរឿងនេះ